សូមសម្រាប់ពរញាតិញោមគឺជាតសខ្ញុំតសស្លាឆាន់ស្លាឆាន់វត្តយើងបងហើយយើងចាក់បាន40ដើមជាងហើយបងដោយសល់តែ5ដើមទៀតទេតើក្នុងចំណោម52ដើមបងសល់តែ5ដើមទៀតគឺយើងរួចរាល់ហើយញាតិញោមនេះសល់5ដើមនេះសល់1ដើមហើយនេះ4ដើមបងនេះ4ដើមទៀតយើងរួចរាល់ហើយញាតិតែឥឡូវនេះយើងនៅជាពាក់ថ្លៃគ្រឿងសំណង់ញាតិញោមហើយនឹងថ្លៃជាងក៏យើងនៅជាពាក់គាត់ច្រើនដែរបងនៅជាពាក់រហូតដល់ជាង7 លានបងញាតិញោមពាក់ជាងណាយ៉ាងតែសរុបទាំងអស់នេះ52ដើមញាតិញោម52ដើមឥឡូវយើងចាក់បាន48ដើម47ដើមចឹងចាក់បាន47ដើមព្រោះយើងសល់5ឥឡូវនេះយើងរៀបចំកម្មវិធីបុណ្យផ្កាប្រាក់នៅថ្ងៃទី7ទី8ខែមិនិនាញាតិញោមរាប់ពីថ្ងៃហ្នឹងទៅនៅសល់ប្រហែលជា30ថ្ងៃទៀតដើម្បីបានបច្ច័យខ្លះយកមកដោះស្រាយជាងហើយនឹងគ្រឿងសំណង់គេហើយនឹងយើងរកបច្ច័យជីវឥដ្ឋពួកអីឥដ្ឋយើងចំណាយច្រើនញាតិញោមឥដ្ឋគឺយើងចំណាយរហូតដល់80000ដុំនោះ80000